ខ្សែភាពយន្តនេះចាប់ផ្ដើមឡើងនៅពេលដែល Cairo Sweet ដែលជាក្មេងស្រីអាយុ18ឆ្នាំរៀបរាប់ពីអត្ថន័យនៃការក្លាយជាមនុស្សពេញវ័យនាងរស់នៅម្នាក់ឯងក្នុងផ្ទះព្រោះឪពុកម្ដាយរបស់នាងដែលជាមេធាវីគឺទៅរស់នៅក្រៅប្រទេសរហូតនាងនិយាយអំពីរបៀបដែលនាងស្វែងរកការរំដោះខ្លួនតាមរយៈការសរសេរនិងចង់បានការស្រឡាញ់ព្រមទាំងមិនចង់មានអារម្មណ៍ឯកោនាងរៀបរាប់ពីការជួបជាមួយគ្រូបង្រៀនម្នាក់ដែលជាអ្នកនិពន្ធផងដែរ Cairo ដើរចូលទៅក្នុងថ្នាក់រៀនដែលមានលោក Jonathan Miller ជាគ្រូបង្រៀនអក្សរសាស្ត្រកំពុងនៅទីនោះស្រាប់ទោះបីជាថ្នាក់រៀននៅសល់1ម៉ោងទៀតទើបចាប់ផ្ដើមក៏ដោយនាងប្រាប់គាត់ថានាងរស់នៅតំបន់ Lowell Hill ហើយគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់បានផ្ដល់បញ្ជីសៀវភៅដែលពួកគេនឹងត្រូវរៀននៅក្នុងថ្នាក់ហើយនាងប្រាប់គាត់ថានាងបានអានពួកវាអស់ហើយដែលធ្វើឲ្យគាត់កាន់តែភ្ញាក់ផ្អើលមិនយូរប៉ុន្មានមិត្តភ័ក្តិរបស់នាងឈ្មោះ Winnie ក៏បានមកចូលរួមជាមួយពួកគេហើយយើងដឹងថានេះជាលើកទី2ហើយដែលនាងចូលរៀនថ្នាក់នេះពួករបស់នាងរអ៊ូរទាំហើយនាងក៏ចេញទៅក្រៅជាមួយ Cairo ដើម្បីរកអាហារញ៉ាំបន្ទាប់ពីពួកគេចេញទៅ Jonathan បានពិនិត្យមើលសៀវភៅដែល Cairo បានយកមកថ្នាក់រៀនមិត្តភ័ក្តិនិងជាមិត្តរួមការងាររបស់គាត់ឈ្មោះ Boris បានចូលមកហើយសួរថាគាត់កំពុងអានអ្វីសៀវភៅដែល Jonathan កំពុងកាន់គឺជារឿងប្រឡំលោកបែបស្រើបស្រាលហើយ Boris បានយកវាពីគាត់មុនពេលចាប់ផ្ដើមអានវាលឺវា Jonathan យកសៀវភៅនោះមកវិញហើយដើរទៅញ៉ាំនំដែល Boris បានធ្វើ Boris រកឃើញសៀវភៅរបស់ Jonathan ពី Cairo ហើយប្រាប់គាត់ថានាងក៏ជាមនុស្សតែម្នាក់គត់ដែលបានខ្ចីវាផងដែរត្រឡប់មកផ្ទះរបស់ពួកគេវិញ Beatrice កំពុងរវល់ខ្លាំងជាមួយការងាររបស់នាងខណៈពេលដែល Jonathan ព្យាយាមទាក់ទាញចំណាប់អារម្មណ៍របស់នាងគាត់ក៏បានប្រាប់នាងអំពី Cairo និងប្រភេទសៀវភៅដែលនាងអានគាត់ក៏បានប្រាប់នាងផងដែរថានាងបានខ្ចីសៀវភៅរបស់គាត់ពីបណ្ណាល័យប៉ុន្តែ Beatrice បែរជាចំអកឲ្យគាត់ទៅវិញនាងទទួលបានការហៅទូរស័ព្ទពី Amy ហើយ Jonathan ក៏ដើរចេញទៅបើកតន្ត្រីស្ដាប់ខណៈដែលនាងកំពុងខឹងតាមទូរស័ព្ទពួកគេបានផឹកស្រាជាមួយគ្នាខណៈដែល Jonathan ចាប់ផ្ដើមសូត្រកំណាព្យពីសៀវភៅមួយក្បាលឈ្មោះថា Under the Roofs of Paris ស្របពេលដែលគាត់ថើបនាងនៅពេលដែលពួកគេចាប់ផ្ដើមរួមនឹងថើបគ្នាទូរស័ព្ទរបស់ Beatrice ក៏រោឡើងហើយនាងត្រូវតែចាក់ចេញ Boris រអ៊ូរទាំអំពីការមានចុងសប្តាហ៍ដ៏អាក្រក់មួយខណៈដែលគាត់និង Jonathan កំពុងអង្គុយនៅលើទីពួកគេសម្លឹងមើលទៅព្រៃហើយ Boris ប្រាប់គាត់ថាអាចមានខ្មោចនៅទីនោះហើយរុក្ខជាតិទាំងនោះស៊ីប្រលឹងអ្នកស្លាប់ជាអាហារ Cairo ដើរចេញពីព្រៃហើយស្វាគមន៍ពួកគេទាំងពីរនៅតែបន្តសួរនាងនៅសំណួរជាច្រើនហើយ Boris បានហុចនំដែលគាត់បានធ្វើឲ្យនាងមុនពេលគាត់ចាក់ចេញទៅទាំងចំអកឲ្យ Jonathan សួរនាងថាតើនាងមិនខ្លាចទេឬដែលដើរកាត់ព្រៃម្នាក់ឯងនោះប៉ុន្តែនាងប្រាប់គាត់ថានាងគឺជារឿងដែលគួរឲ្យខ្លាចបំផុតនៅទីនោះនៅពេលដែល Boris ដើរចូលទៅក្នុងច្រករបៀង Winnie ក៏បញ្ឈប់គាត់និងចាប់ផ្ដើមលេងសើចញុះគាត់គាត់ឈប់ហើយនិយាយជាមួយនាងខណៈដែលនាងប្រាប់គាត់ថានាងចង់ចូលរៀនក្នុងថ្នាក់របស់គាត់ហើយគាត់អាចធ្វើជាគ្រូបង្គោលឲ្យនាងបាន Cairo ឈរមើលពួកគេសន្ទនាគ្នាមកពីកាច់ជ្រុងមួយ Winnie ប្រាប់នាងថានាងកំពុងតែតាក់ទាញ Boris ហើយសួរថាតើនាងប្រច័ណ្ឌឬអត់ក្នុងសំឡេងបែបច្រៀងលេង Winnie និង Cairo កំពុងនៅក្នុងផ្ទះរបស់ Cairo ខណៈដែលនាងកំពុងជក់បារី Winnie សួរថាឪពុកម្ដាយរបស់នាងអាចនៅឯណានៅពេលនេះហើយ Cairo ប្រាប់នាងថានាងក៏មិនដឹងថាពួកគេនឹងនៅទីនោះយូរប៉ុណ្ណាដែរ Winnie សូមឲ្យ Cairo អនុញ្ញាតឲ្យនាងតុបតែងខ្លួនឲ្យដោយប្រាប់ថានាងអាចជាមនុស្សឆ្លាតនិង sexy បានក្នុងពេលតែមួយ Cairo កំពុងសរសេរអត្ថបទតែងសេចក្តីដើម្បីចូលរៀននៅសាកលវិទ្យាល័យ Yale ប៉ុន្តែនាងមិនអាចឆ្លើយសំណួរមួយដែលសួរថាតើសមិទ្ធផលដ៏អស្ចារ្យបំផុតរបស់នាងគឺជាអ្វីនោះទេ Winnie ព្យាយាមជួយនាងប៉ុន្តែពួកគេរកចម្លើយដែលស័ក្តិសមមិនបានសោះទីបំផុតនាងក៏ប្រាប់ Cairo ឲ្យសាកល្បងឆ្លងកាត់បទពិសោធន៍អ្វីមួយដែលស័ក្តិសមនឹងសរសេរអំពីវា Cairo សួរនាងថាតើនាងពិតជានឹងគេងជាមួយ Boris មែនឬទេហើយ Winnie ប្រាប់នាងថានាងចង់ធ្វើវាជាមួយបុរសវ័យចំណាស់ម្នាក់ព្រោះវានឹងក្លាយជាលើកទី1របស់ Winnie ប្រាប់ Cairo ថា Jonathan សម្លឹងមើលនាងខុសពីសិស្សដទៃទៀតប៉ុន្តែ Cairo និយាយថានាងមិនជឿនោះទេនៅក្នុងថ្នាក់រៀន Cairo ចេះតែសម្លឹងមើលទៅ Jonathan រហូតបន្ទាប់មកគាត់ក៏ប្រាប់ឲ្យនាងទៅជួបគាត់ក្រោយពេលចេញលេង Boris នៅក្នុងថ្នាក់របស់ Jonathan ដោយសួរអំពី Beatrice និងសៀវភៅដែលនាងកំពុងសរសេរគាត់ត្រូវបានអញ្ជើញឲ្យទៅញ៉ាំអាហារពេលល្ងាចហើយ Jonathan ប្រាប់គាត់ឲ្យងូតទឹកមុនពេលមកបន្ទាប់ពី Boris ចេញពីថ្នាក់របស់គាត់ Jonathan ក៏បើកតន្ត្រីហើយចាប់ផ្ដើមរាំគាត់ឃើញ Cairo កំពុងសើចកក្អឹកនៅពេលគាត់ងាកមកពួកគេអង្គុយនៅក្បែរសាឡុងហើយ Jonathan សួរថាតើនាងធ្លាប់ទៅចូលរួមកម្មវិធីអានអត្ថបទនៅ Sally Bunny's ដែលជាហាងកំណាព្យមួយនៅក្នុងភូមិ Steel Victorian ដែរឬទេហើយក៏ប្រាប់ឲ្យនាងទៅទីនោះនៅចុងសប្តាហ៍ខាងមុខនេះមូលហេតុដែលគាត់ចង់ជួបនាងគឺដោយសារតែសាច់រឿងដែលនាងបានសរសេរអំពីសត្វពីងពីងដែលរីករាយចិត្តបន្ទាប់មកគាត់បានសូត្រឃ្លាមួយចំនួនពីសាច់រឿងនោះមុនពេលពួកគេបន្តជជែកគ្នាអំពីសត្វពីងពីងនោះបន្ទាប់មកគាត់ក៏ប្រាប់នាងថានាងមានទេពកោសល្យហើយផ្ដល់ការអនុញ្ញាតឲ្យនាងចាប់ផ្ដើមធ្វើកិច្ចការប្រឡងពាក់កណ្ដាលឈរមាសមុនគេគាត់បានដាក់កិច្ចការឲ្យនាងសរសេររឿងខ្លីមួយតាមស្ទីលរបស់អ្នកនិពន្ធដែលនាងចូលចិត្តគាត់និយាយថាវាអាចជួយដល់ស្នាដៃរបស់នាងសម្រាប់ការដាក់ពាក្យចូលរៀននៅ Yale បាន Cairo ប្រាប់ Jonathan ថានាងបានអានសៀវភៅរបស់គាត់ហើយហៅវាថាជារឿងបែបភ័យរន្ធត់ romantic សោកនាដកម្មនិងអស្ចារ្យបន្ទាប់មកនាងបានលើកយកឃ្លាមួយចំនួនពីសៀវភៅរបស់គាត់មកនិយាយគាត់ប្រាប់នាងថានោះគឺជារឿងដំបូងដែលគាត់បានសរសេរហើយគាត់មិនបានសរសេរអ្វីថ្មីៗទេតាំងពីគាត់រៀបការនិងចាប់ផ្ដើមបង្រៀនមកប៉ុន្តែ Cairo បានចោទសួរគាត់ដោយនិយាយថាគាត់គ្មានការជំរុញទឹកចិត្តនោះទេមួយនេះក៏ចូលរួមជាមួយពួកគេខណៈដែលពួកគេកំពុងជជែកគ្នា Boris Jonathan និង Beatrice បានចេញទៅញ៉ាំអាហារពេលល្ងាចនៅកន្លែងដែល Winnie ជាអ្នករត់តុ Beatrice សួរថាមូលហេតុអ្វីបានជាការកុម្ម៉ង់របស់ពួកគេមិនទាន់យកមកដល់ទៀតហើយ Winnie ក៏ផ្ដល់ភេសជ្ជៈឲ្យដោយឥតគិតថ្លៃ Boris និង Winnie បានសម្លឹងមុខឌឺដងដាក់គ្នាហើយ Winnie បានហៅ Jonathan ថាជាគ្រូបង្រៀនដ៏គួរឲ្យធុញទ្រាន់ដែលធ្វើឲ្យ Boris សើច Jonathan ប្រាប់ Beatrice ថានាងគឺជាមិត្តភក្តិរបស់ Cairo មុនពេលពួកគេពិភាក្សាអំពីនាង Beatrice ប្រាប់ Jonathan ថាគាត់ពូកែខាងបង្រៀនជាងការសរសេរអត្ថបទហើយវាមិនស័ក្តិសមសម្រាប់គាត់នោះទេអ្នកទាំងពីរក៏ប្រាប់គាត់ថាវាមិនមែនដោយសារតែគាត់មិនចេះសរសេរទើបគាត់មិនមែនជាអ្នកនិពន្ធនោះទេគឺដោយសារតែគាត់បានឈប់សរសេរហើយជ្រើសរើសធ្វើជាគ្រូបង្រៀនទៅវិញ Jonathan មានការអាក់អន់ចិត្តនៅថ្ងៃសៅរ៍ Cairo បានទៅកន្លែងអានកំណាព្យដែល Jonathan បានណែនាំដោយសង្ឃឹមថានឹងបានជួបគាត់នៅទីនោះមិនយូរប៉ុន្មាន Jonathan ក៏ចូលរួមជាមួយនាងសួរថាតើគាត់ស្គាល់មនុស្សទាំងអស់នៅទីនោះដែរឬទេហើយថាតើអ្វីដែលពួកគេកំពុងធ្វើនេះគឺដូចជាការព្យាបាលជាក្រុមដែរឬទេបុរសម្នាក់ឈ្មោះ Elliot ចាប់ផ្ដើមអានរឿងល្ខោនខណៈដែលពួកគេទាំងអស់គ្នាស្ដាប់បន្ទាប់ពីរឿងល្ខោនត្រូវបានបញ្ចប់ Jonathan និង Cairo នៅខាងក្រៅហើយគាត់បានសួរថាតើនាងគិតថាវានឹងទៅជាអាក្រក់ឬអត់ហើយនាងឆ្លើយថាយល់ស្របទាំងសើចកក្អឹក Boris និង Jonathan កំពុងអង្គុយនៅកន្លែងប្រចាំរបស់ពួកគេនៅពេលដែល Cairo យកកាហ្វេមកឲ្យពួកគេ
Boris បានហុចនំដែលគាត់បានធ្វើឲ្យនាងហើយនាងក៏ស្នើឲ្យគាត់លក់វាដើម្បីប្រមូលប្រាក់សម្រាប់ក្រុមរបស់គាត់ហើយនាងនឹងជួយជាមួយ Jonathan ទទួលបានសារពី Beatrice ដោយស្នើឲ្យពួកគេចេញទៅដើរកម្សាន្តនៅចុងសប្តាហ៍ Get real busy at work Cairo. Like when it was my cash, I preach again. Kids for support series and name promise will why. Cairo, the bond of law have been and it any sea currents and board call burn up in way. Cairo, but being both for wide of handling Zioni, Chinabi, Gaitan, and make paint in. When it's the bot Jonathan, when Hagel, says what in is 13, and then call me and down striking me. Zycom, the beautiful here, you bad, and in ruin, and Jada, and the lead to hold and out with priority. To Betzel Halva, is bolted to tree. Winnie បញ្ឈប់គាត់ហើយសុំលេខទូរស័ព្ទរបស់គាត់ដើម្បីឲ្យវាកាន់តែងាយស្រួលនិងឆាប់រហ័សបន្ទាប់ពីទទួលបានទូរស័ព្ទរបស់ Boris ដើម្បី call ទៅ Cairo នាងបានយកវាទៅដាក់ផ្ទាប់នឹងដើមទ្រូងរបស់នាងហើយបំរុងនឹងដើរចេញប៉ុន្តែ Boris យកវាមកវិញ Jonathan កំពុងរងចាំ Beatrice ធ្វើការងារឲ្យរួចរាល់ស្រាប់តែគាត់ទទួលបានការហៅចូលពី Cairo នៅលើទូរស័ព្ទរបស់នាង Jaidon គាត់មានទូរស័ព្ទរបស់នាងនៅក្នុងកាបូបរបស់គាត់ហើយនាងបាន call មកសុំឲ្យគាត់យកវាទៅឲ្យនាងនៅផ្ទះពេលគាត់ទៅដល់ទីនោះមេឃកំពុងភ្លៀងហើយគាត់ប្រាប់ឲ្យ Cairo ដើរមកក្បែរគាត់កន្លែងដែលភ្លៀងកំពុងធ្លាក់មុនពេលពួកគេថើបគ្នា Cairo កំពុងនៅក្នុងផ្ទះរបស់នាងមើលទូរទស្សន៍និងនឹកគិតអំពីរឿងដែលបានកើតឡើងខណៈដែល Jonathan កំពុងអង្គុយនៅផ្ទះជាមួយ Beatrice សុំទោសដែលបានលុបចោលការដើរកម្សាន្តរបស់ពួកគេដោយសារតែការងារបន្ទាប់ពីទទួលបានកិច្ចការប្រឡងពាក់កណ្ដាលឈរមាសពី Cairo គាត់បានចេញទៅខាងក្រៅហើយចាប់ផ្ដើមអានវាអ្វីដែលនាងសរសេរគឺជារឿងស្និទ្ធស្នាលមួយដែលត្រូវបានបង្ហាញដោយពួកគេផ្ទាល់ Jonathan ចាប់ផ្ដើមបំពប់ចំណងខ្លួនឯងខណៈពេលកំពុងអានរឿងនោះនៅថ្ងៃច័ន្ទ Cairo បានរងចាំ Jonathan នៅក្នុងថ្នាក់របស់គាត់ហើយគាត់បានដើរហួសនាងបន្ទាប់ពីស្វាគមន៍នាងយ៉ាងត្រជាក់ល្ហឹមគាត់ប្រាប់នាងថានាងត្រូវជ្រើសរើសអ្នកនិពន្ធម្នាក់ទៀតព្រោះសាច់រឿងរបស់នាងគឺមិនសមរម្យគាត់សួរនាងថាមូលហេតុអ្វីបានជានាងជ្រើសរើសឯកសារនោះហើយនាងឆ្លើយប្រាប់គាត់ថាវាគឺជារឿងអំពីពួកគេនាងព្យាយាមពន្យល់គាត់ថាសាច់រឿងនេះគឺសមស្របក្នុងទស្សនវិជ្ជាផ្សេងៗប៉ុន្តែគាត់ប្រាប់នាងឲ្យសរសេររឿងថ្មីជាមួយអ្នកនិពន្ធថ្មី Cairo ប្រាប់គាត់ឲ្យជប់និយាយជាមួយនាងដូចជាមនុស្សចម្លែកហើយប្រាប់នាងពីអ្វីដែលគាត់ចង់មាននៃពិតប្រាកដដូច្នេះគាត់ក៏ប្រាប់នាងឲ្យសរសេរវាឡើងវិញហើយប្រសិនបើនាងមិនធ្វើទេគាត់នឹងត្រូវទម្លាក់ពិន្ទុប្រឡងពាក់កណ្ដាលឈរមាសរបស់នាងមិនខានគាត់ប្រាប់នាងថាគាត់មានអារម្មណ៍ថាល្ងងខ្លៅហើយហៅនាងថាក្មេងនាងប្រាប់គាត់ថាការសរសេររបស់គាត់គឺអន់ណាស់ហើយហៅគាត់ថាជាមនុស្សគ្មានបានការអសមត្ថភាពនិងជាមនុស្សធម្មតាទាំងកំពុងយំហើយក៏ផ្កើនឲ្យគាត់ទម្លាក់នាងចុះ Cairo ដើរចេញទៅទាំងកំពុងគិតអំពីការខូចចិត្តនិងប្រៀបធៀបវាទៅនឹងគ្រោះថ្នាក់ចរាចរណ៍បុកគ្នា Cairo បានត្រឡប់ទៅផ្ទះវិញហើយផឹកស្រាទាំងយំដោយមាន Winnie នៅក្បែរនាង Jonathan ត្រឡប់មកផ្ទះវិញហើយប្រាប់ Beatrice ថាគាត់មានថ្ងៃដ៏អាក្រក់មួយដែលនាងក៏បានហុចភេសជ្ជៈឲ្យគាត់ប្រាប់នាងអំពីការសន្ទនាដែលគាត់មានជាមួយ Cairo និងសាច់រឿងដែលនាងបានសរសេរ Beatrice សួរដោយក្តីរំភើបឲ្យគាត់បង្ហាញសាច់រឿងនោះទៅនាងបង្ខំឲ្យ Jonathan និយាយពីរបៀបដែល Cairo បានរៀបរាប់ពីគាត់នៅក្នុងសាច់រឿងនោះ Cairo សូមឲ្យ Winnie ជួយបន្លប់នាងហើយនាងក៏ប្រាប់ឲ្យនាងផ្ញើសារទៅកាន់ Boris ដោយប្រាប់ថានាងស្រវឹងហើយសួរថាគាត់កំពុងធ្វើអ្វី Jonathan នៅតែបន្តសូត្រឃ្លាពីសាច់រឿងរបស់ Cairo ខណៈដែល Beatrice ចាប់ដៃរបស់គាត់ហើយឲ្យគាត់ស្ទាបអង្អែលនាងពួកគេបានឈប់រួមរយៈគ្នានៅពេលដែលពួកគេឃើញ Boris គោះទ្វារហើយដើរចូលមក Winnie ប្រាប់ Cairo ថានាងចង់ឲ្យ Boris ចូលចិត្តនាងហើយថានាងចង់ឲ្យគាត់គេងជាមួយនាង Cairo បង្ខំឲ្យនាងប្រាប់ Boris ថានាងកំពុងនៅជាមួយនាងហើយថាពួកគេកំពុងធ្វើរឿងដែលក្មេងស្រីៗតែងតែធ្វើនៅពេលពួកគេនៅម្នាក់ឯងនាពេលយប់ Beatrice ឃើញ Boris កំពុងញញឹមដាក់ទូរស័ព្ទរបស់គាត់ហើយសួរថាគាត់កំពុងផ្ញើសារជាមួយនរណាប៉ុន្តែគាត់មិនប្រាប់នាងទេគាត់តបទៅ Winnie វិញដោយប្រាប់ឲ្យនាងទៅដេក Cairo ចាប់ផ្ដើមខឹងហើយប្រាប់ឲ្យ Winnie ដោះឲ្យចេញព្រោះពួកគេនឹងធ្វើការបឺតមាត់គ្នាឲ្យ Boris មើលពួកគេបានខិតចូលជិតគ្នាខ្លាំងហើយចាប់ផ្ដើមបឺតមាត់គ្នាខណៈដែល Cairo ថតរូបហើយ Winnie ក៏ផ្ញើវាទៅឲ្យ Boris មុននេះបន្តិចនៅថ្ងៃដដែល Cairo បានបញ្ជូនសាច់រឿងដែលនាងបានសរសេរទៅឲ្យនាយកសាលា Beatrice ទទួលបានការហៅទូរស័ព្ទពីទីនោះហើយហុចវាឲ្យ Jonathan ស្រាប់តែ Boris ក៏សម្រេចចិត្តចាក់ចេញដោយពោលពាក្យលាទៅកាន់ Beatrice Jonathan បានដឹងថានាយកសាលាទទួលបានសាច់រឿងនោះពី Cairo ហើយក៏ប្រាប់ Beatrice អំពីរឿងនេះនិងប្រាប់នាងថាគាត់គិតថា Cairo គឺជាអ្នកធ្វើវាគាត់និយាយថាប្រសិនបើនាងអាចបញ្ចុះបញ្ចូលពួកគេថាមានរឿងអ្វីមួយកើតឡើងរវាងពួកគេគាត់អាចនឹងបាត់បង់ការងាររបស់គាត់ Beatrice សួរថាតើមានរឿងអ្វីកើតឡើងរវាងពួកគេកាលពីនៅវ័យជំទង់ដែរឬទេដែលវាជារឿងដ៏គ្រោះថ្នាក់ហើយគាត់គួរតែដឹងពីអ្វីដែលគាត់កំពុងធ្វើប៉ុន្មានថ្ងៃបន្ទាប់មក Cairo មិនបានមកសាលារៀនទេហើយ Winnie មើលទៅសោកសៅយ៉ាងខ្លាំងនាងបានសួរ Jonathan ថាតើគាត់បានឃើញនាងដែរឬទេប៉ុន្តែគាត់ឆ្លើយតបយ៉ាងត្រជាក់ល្ហឹមថាគាត់មិនបានឃើញទេ Cairo និង Jonathan កំពុងត្រូវបានសាកសួរដោយនាយកសាលាគឺលោកស្រី Joyce Cairo ប្រាប់នាយកសាលាថាគាត់បានឲ្យកិច្ចការប្រឡងពាក់កណ្ដាលឈរមាសដល់នាងមុនកាលកំណត់ហើយពួកគេធ្លាប់ជួបគ្នាមុនពេលអំឡុងពេលនិងក្រោយពេលរៀនដើម្បីពិភាក្សាអំពីអក្សរសាស្ត្រនាងនិយាយថាគាត់មានការចាប់អារម្មណ៍ដែលនាងស្គាល់ថាគាត់ជានរណា Jonathan ប្រាប់ Joyce ថា Cairo មានទេពកោសល្យខ្លាំងណាស់ហើយគាត់បានផ្ដល់ការណែនាំដល់នាងព្រោះនាងរៀនបានពូកែជាងកម្មវិធីសិក្សាទៅទៀត Jonathan អះអាងថាពួកគេស្គាល់គ្នាត្រឹមត្រូវតាមទម្រង់ជាសិស្សនិងគ្រូតែប៉ុណ្ណោះគាត់បានលើកឡើងពីពេលវេលាដែលគាត់ទៅផ្ទះរបស់នាងដើម្បីយកទូរស័ព្ទទៅឲ្យនាងវិញនិងដំណើរកម្សាន្តដែលគាត់និង Beatrice ក្រុងនឹងទៅគាត់និយាយថាគាត់មិនបានប៉ះពាល់នាងទេហើយនៅពេលនាងផ្ញើសាច់រឿងនោះមកគាត់បានប្រាប់នាងថាវាមិនសមរម្យសម្រាប់សាលារៀនឡើយគាត់ដឹងថាគ្មានអ្វីដែលគាត់អាចនិយាយដើម្បីការពារជំហររបស់គាត់បានទេ Boris សួរ Jonathan ថាតើគាត់លងស្រឡាញ់ Cairo ដែរឬទេមុនពេលគាត់ប្រាប់គាត់ថាគាត់មិនអាចបែងចែកពីព្រំដែនកំណត់បានទេហើយនោះហើយជាមូលហេតុដែលគាត់ឆ្លងកាត់វាបន្ទាប់មកពួកគេក៏មានការឆ្លោះប្រកែកគ្នាហើយ Boris ក៏ដើរចេញទៅ
Jonathan សារភាពប្រាប់ Beatrice ថាគាត់ត្រូវបានជួការងារប៉ុន្តែមិនយូរប៉ុន្មានពួកគេក៏ឆ្លោះប្រកែកគ្នាដែលកាន់តែធ្ងន់ធ្ងរនិងពាក់ព័ន្ធដល់រឿងផ្ទាល់ខ្លួន Jonathan ហៅ Beatrice ថាជាអ្នកញៀនស្រាហើយនាងប្រាប់គាត់ថាគាត់គឺជាមនុស្សគួរឲ្យធុញទ្រាន់ហើយនោះហើយជាមូលហេតុដែលនាងផឹកស្រានោះគ្រាន់តែជាការចាប់ផ្ដើមនៃការឆ្លោះប្រកែកគ្នារបស់ពួកគេប៉ុណ្ណោះ Winnie ទៅជួប Cairo ហើយសួរថាតើនាងកំពុងធ្វើអ្វីដាក់ Jonathan Cairo ប្រាប់នាងថានាងកំពុងធ្វើជាសាក្សីប្រឆាំងនឹងគាត់នៅចំពោះមុខក្រុមប្រឹក្សាសាលាព្រោះគាត់បានមើលស្រានាង Winnie ប្រាប់នាងថានាងនឹងធ្វើជាសាក្សីប្រឆាំងនឹងនាងវិញប៉ុន្តែ Cairo បានគំរាមកំហែងនាងដោយប្រើភស្តុតាងដែលនាងមានអំពីរូបនាងនិង Boris Cairo ប្រាប់នាងថានេះគឺជាសមិទ្ធផលដ៏អស្ចារ្យបំផុតរបស់នាងខ្សែភាពយន្តនេះបញ្ចប់នៅពេលដែល Cairo ឈរនៅលើគ្រែរបស់នាងដោយអានអត្ថបទតែងសេចក្តីរបស់នាងអំពីនាងនិង Jonathan ខណៈដែលយើងឃើញ Jonathan បាត់បង់ការងាររបស់គាត់ Boris និង Winnie ដើរកាត់គ្នាដូចជាមនុស្សចម្លែកហើយចុងក្រោយ Cairo បានរកឃើញ Jonathan ព្រមទាំងយំនៅពេលនាងឃើញគាត់នៅក្នុងសាលាទោះបីជានាងឈឺចាប់ក៏ដោយក៏នាងនិយាយថានាងជឿជាក់ថាអ្វីដែលបានកើតឡើងបានរត់ដល់ខ្លួននាងឲ្យក្លាយជារបស់ថ្មីមួយគឺវីរបុរសជនពាលនិងអ្នកនិពន្ធហើយជាមួយនឹងរឿងនេះខ្សែភាពយន្តក៏ឈានដល់ទីបញ្ចប់យើងសង្ឃឹមថាអ្នកពេញចិត្តនឹងវីដេអូរបស់យើងសូមទស្សនាការសង្ខេបរឿងបន្ទាប់នៅលើអេក្រង់ហើយកុំភ្លេចចុចជាវសម្រាប់ការសង្ខេបរឿងដ៏អស្ចារ្យជាច្រើនទៀតជួបគ្នានៅវីដេអូបន្ទាប់